ហ្នឹងនៅយើងសោនេះសោនេះវែងណាស់អាត្មាសូមយកទូលេខណា9កម្ពុជាប៉ុន្តែมันគួរជាយកមកខ្លែងពីប៉ុន្តែឆ្ងល់នឹងលើកអ្នកខ្លែងខានេះលោកខ្លែងក្នុងវិទ្យុហ្នឹងលោកប្រុសលោកស្រីនៅចេះថាប្រទេសកម្ពុជាមិនលឺពុកជាទេដូចតែកម្ពុជាប៉ុន្តែអសរនេះអាត្មាសូមជំរាបមិនមែនតែពាក្យនៃម៉ាក់ទេពាក្យនេះសូមប្រយ័ត្នជាតារាពីព្រោះខ្មែរយើងអសរទាំងអស់មាន20តួតែនិយាយមិនប្រយ័ត្នល្មែងតែមិនសូវច្បាស់គឺអសរសិក្ខា10តួអសរដែលមានចំណេញហ10តួគឺកកចជដដតតពព10តួនេះក្តីនឹងអសរផលិតដែលមានចំណេញហអសរសិក្ខាមានចំណេញហ10តួដែលបារាំងហៅថាអ៊ីណាស់ទីរេមានចំណេញហទេអសរមានចំណេញហ10តួគឺអសរបើអានជាបាលីវិញគេថាតហចហតហចហដាក់ដហបៈបហបៈបហពៈចហបៈបហពៈពហនេះអានជាបាលីមកខ្មែរទៅដល់ប៉ុណ្ណឹងនេះថាតើមេខ្មែរថាម៉េចថាខខខឈខធខធទៀតមួយខធអសរទាំងពីរពួកនេះតែយើងមិនប្រយ័ត្នយើងនិយាយបណ្ដោយញាក់ចេះលើកអ្នកទេសនាក្តីអ្នកខ្លែងការក្តីអ្នកនិយាយមិនប្រយ័ត្នតែទៅពីខុសតែខុសនោះមិនមែនជាខុសប្រើនឹងការទេប៉ុន្តែមិនសូវច្បាស់លាស់បើជាធ្វើជាគ្រូបង្រៀនយើងបង្រៀនកូនសិស្សអត់ប្រកែមកពីគ្រូមិនប្រឹកម្ល៉េះឲ្យកូនសិស្សអានខុសប៉ុន្តែឥឡូវមានរឿងគន់ខ្លះអាត្មាលឺនិយាយបើមានលោកវិទ្យាខ្លះនេះអានចំណៃអានកូនក្មេងអានម្ដាយក្មេងអានដើមស្មោតអីចឹងនេះគេធ្វើជ្រាវទៅខាងអីទៅវាច្បាស់ម្លេះតែបានតែដើមស្មោកូនក្មេងហ្នឹងក៏បានត្រឹមត្រូវហើយទៅសុំតែយកប្រាក់តាមរៀលទៅហ្នឹងក៏បានច្បាស់សម្លេងបោះស្រាយមិនរួចបើយើងធ្វើគ្រូបង្រៀននេះកូនសិស្សដឹងចោលឥឡូវនេះហើយបានគឺបង្រៀនឲ្យនិយាយឲ្យត្រូវគឺកម្ពុជាអានថាកម្ពុជាកុំថាប្រទេសកម្ពុជាវាលឺក៏សូត្រមុខជាជើមុខជើពុកអានោះទៅតែឲ្យច្បាស់ដូចអក្សរនឹងដែលស្មាននិយាយថាអក្សរទាំង20តួនេះតើតែនិយាយប្រយ័ត្នយ៉ាងម៉េចថាជាហោឲ្យនៅមកថាដោយជាពាក្យថាសន្តិសុខសន្តិភាពសន្តិបញ្ញាអន្តរាគមអន្តរជាតិយ៉ាងនេះទៅដល់តែយើងមិនប្រឹងថាវាលើថាសន្តិសុខសន្តិភាពសន្តិបញ្ញាអន្តរាគមអន្តរជាតិយើងទៅថាណូក៏មិនណូតក៏មិនតវាទៅយ៉ាងនេះគឺស្ដាប់មកបើជាទីអ្នកទៀនដូចទេហ្នឹងគឺអត់កើតទេមានពិបាកអេថាបើថាសន្តិសុខសន្តិភាពសន្តិបញ្ញាអន្តរាគមអន្តរជាតិកុំថាអន្តរជាតិអន្តរាគមអានេះต้องប្រយ័ត្នតែយើងមិនប្រឹងវាមិនកើតទេគឺថាមិនច្បាស់ទេតាមទៅគ្រូអីតាមទៅលោកណាទេសនាអីណាទៅធ្វើគ្រូបង្រៀនទៅដល់ទៅបានអានឲ្យទៅដូចទេមុខទៅខុសហើយទៅអាត្មាសូមជឿជាហោពីប្រសងចូលកអត្តនិតអាត្មាសូមឲ្យស្ដាប់តាមយើងយើងស្នាទុក្ខរោគៈអាយាវេរាសោតាសត្តោជបកយាអនេកាអន្តរាយាពេវិនាសន្តុចតេចបាយៈសទ្ធិឋានังលៀខាងសពសិទ្ធិតយ៉ាងសុខੰកលាំងសិរីអាយុចវណ្ណោចភុទាំងវិធីចយតវានេះដែលត្រូវអញ្ចឹងគឺផងទៅច្បាស់គ្រប់តែចុះដល់មិនច្បាស់នោះលោកញ៉ារោក៏មានយ៉ាងរៀនដល់ឡានណោញមានដែលវាមិនដឹងចិត្តមានការអន្តរាយាវិណាស័នលញមេញកាមិនដឹងជាចោមិនដឹងជាចូលនេះហើយដែលមិនប្រឹងតែមិនប្រឹងគឺអត់ច្បាស់ទេបានជាអាត្មាសូមជម្រាបថាអសរទាំងប៉ុណ្ណេះជួនេះតែយើងនិយាយទម្លាប់ឲ្យឆ្លប់មុខគឺមិនច្បាស់ទេសូមអរលោកអរអ្នកទាំងពួងទាំងឡាយស្ដាប់អីទៅអានសេចក្តីទេសូមឲ្យអស់លោក
អ្នកទាំងពួងទាំងឡាយបានប្រកបដោយពរអាយុវណ្ណៈសុខៈពលៈទៅដូចអ្នកដែលនឹងច្បាស់ដែលធ្វើប្រផ្លេសនោះសូមអស់លោកអស់អ្នកបួងឡាយអ្នកប្រយ័ត្នចំបួងឡាយគឺអសតោនោះវាមិនឌីសម្លេងនេះអាចតែផ្នែកជំនឿសពថ្ងៃនេះណាស់សន្តិសុខសន្តិភាពសន្តិបញ្ញាអន្តរាគមអន្តរជាតិជាដើមនេះគឺលឺថាអន្តរជាតិជាអន្តរជាតិអន្តរាគមលឺជាអន្តរាគមប៉ុណ្ណឹងទេមិនមែនជាពិបាកទេពាក្យនេះគ្រាន់តែបញ្ជាក់ទេត្រង់ពាក្យលេខ10ថារលែកចែករលែកហើយនឹងរំលែកឬរំលែកឲ្យខ្លះរំលែកចេញខ្លះពាក្យនេះមានន័យខុសគ្នាសពថ្ងៃមានអ្នកទៅអស់លោកខ្លះអ្នកទៅទេក្តីអ្នកនិយាយក្តីច្រឡំមិននឹងជាដូចមិនហៅរលែកដូចមិនហៅរំលែកតែបើតាមការពិតមិនពិបាកទេពាក្យនេះរលែកគេអាចនិយាយទៅធ្វើយ៉ាងទេសនៈបានថាលើគ្នាយើងមានច្រើនហើយចោលលួចគោបាត់ទៅបើយើងដើរចេះតែមួយគ្នាទៅតាណាទៅជាមួយទៅនាំមកយូរណារកវិញទៅលើបើទៅយើងដើររលែកគ្នារលែកនេះគឺទៅចែកទៅប្រមាណផ្លូវមួយប្រមាណអ្នកផ្លូវមួយប្រមាណអ្នកគឺម្នាក់ដើរឲ្យច្រើនទៅមិនទៅហៅរលែកដោយយើងមានរបស់អ្វីមួយជាអាហារភោជនជានំជាចំណីហើយគេយកមកគេរលែកឲ្យបានអានោះក៏បានអានោះក៏បានអានោះក៏បានព្រោះស្មើគ្នាឬលើស្វាន់តែទួចឬក៏ស្មើគ្នានឹងគេហៅរលែកចែករលែកគឺឲ្យបានទាំងអស់គ្នាឯរំលែកនេះមិនដូចនោះទេរំលែកគឺឲ្យខ្លះដូចយើងកំពុងទទួលទានភោជនអាហារដែលមកតែមួយឆ្អែតរបស់យើងមានអ្នកដែលនៅជិតខាងយើងគ្នាមានតិចពូចៅយើងក៏ដល់ចុះក្នុងផ្ទះហើយវាទទួលទានវាច្រើនជាងផងវាមិនទាន់ឆ្អែតអូនម្ដាយរំលែកយកពីចានខ្លួនឲ្យអស់ខ្លះទៅឲ្យទៅខ្លះគឺតែក្នុងមួយចានយើងឲ្យបន្តិចទៅមកវែកពីវែកអីទៅហ្នឹងគេហៅរំលែករំលែកគឺឲ្យខ្លះទុកខ្លះក្នុង3ភាគឲ្យមួយភាគទុក2ភាគអានេះហៅរំលែកដោយយើងដាក់ចំនួនធ្ងន់លើរទះលើរថយន្តអីឬទូកលើអីហើយវាធ្ងន់ទេក៏រំលែកខ្លះដាក់ទៅទូកដទៃទៅរទះដទៃហ្នឹងគេហៅរំលែកមិនមែនរលែកទេហ្នឹងតែរលែកនេះគឺឲ្យស្មើគ្នាសូមឲ្យអស់លោកជ្រាបអញ្ចឹងបានជាអាត្មាឮនិយាយពាក្យនេះហើយនឹងទៅត្រង់សេចក្តីថារំលែកទៅជារលែកត្រង់សេចក្តីថារលែកទៅជារំលែកគឺយល់សេចក្តីទីនេះវាដូចជាថាមិនមកចត់កុំជ្រាបរលែកគឺចែករលែកចែកគ្រប់គ្នាបានប៉ុណ្ណឹងឲ្យគ្រប់គ្នាឯរំលែកមិនដូចនោះទេឲ្យខ្លះទុកខ្លះ11ចតុភាគីចំណេះជាបាក់បន្តិចឲ្យអានថាចតុភាគីត្រង់សរសេរចអូយខស្លាក់ឧហើយអសរពោទាដាក់ជើងផពីក្រោមនេះគឺសំដៅពីព្រោះសព្ទចតុនេះហើយនឹងសព្ទចតុប្រែថា4ថាប្រែថា6ពាក្យបាលីថាចតុសង្ស្កฤតថាចតុពាក្យសង្ស្កฤតបាលីថាស័ក6សង្ស្កฤតថាផុសព្រោះហេតុនោះឯងអក្សរនេះកាលណាបើមានទៅនៅពីខាងលើគេត្រូវតែអក្សរខាងមុខតម្រួតជាដល់បើមិនតម្រួតទេតោងយកអក្សររមកដាក់ពីមុខឧបមាដូចជាក្រុងនៅភ្នំពេញចតុមុខគឺអានគេសរសេរថាចតុមុខហេតុអីក៏មានជើងមកផងក៏មិនថាចតុមុខបានទេថាទៅមិនរួចទេអំណាចចតុនៅពីលើហើយតោងតែមានអក្សរមុខតម្រួតជាដល់ដូចជាចតុភាគីអញ្ចឹងឲ្យចំត្រូវទៅជាចតុភាគីប្រហែលផ្លូវឲ្យសពតម្រួតគ្នាបើយើងថាចតុភាគីខុសលក្ខណៈរបស់ពាក្យថាចតុនេះដូចជាចាតុបស័យនិយាយតាមបល័យគឺថាចាតុភាគីនេះតោងតែជាងចូលតម្រួតថាចាតុបស័យប្រែថា14តើ14វិញទៅតម្រួតដូចចតុមុខគឺទៅជាចតុមុខដូចជាចតុអាបាយគឺទៅសងដាក់អក្សររមួយរាំងថាចតុអចតរាបាយដូចជាចតុនឹងអរិយសច្ចផងទៅចុះអក្សររមួយថាចតរារិយសច្ច
គេមិននិយាយចតុអរិយសច្ចនិយាយចតុអបាយហ្នឹងទៅមិនបានពីបល័យហ្នឹងហាមស្ដេចមិនឲ្យប្រើទេណាប៉ុន្តែអ្នកអស់លោកស្ដាប់បានតើកាលណាមានចតុមានហៈនៅពីខាងលើហើយពីខាងដើមហ្នឹងអសរបន្ទាប់តងទៅពនួតដូចជាតម្រៃខាត់ត្រង់ខាត់មកពីសង្ស្ក្រឹតខាត់ខុសបើឈួនចោលលើបើត្រង់ស័កប្រែថាភ្លុកស័កប្រែថា6ចុះតម្រៃភ្លុក6នេះថាម៉េចខាត់ត្រង់តងអសរតោនេះពនួតទៅខាត់ខាត់ត្រង់ទៅវិញហ្នឹងមិនបានដូចជាខាត់ទៀមនៅសាលាតងអសរតោនឹងពនួតទៅជាខាត់ទៀមនៅសាលាដែលយើងហៅសាលាឆទៀមគឺជួចតុ4ហើយនឹងស័ក6នេះតែកាលណានៅពីខាងលើគេអសរបញ្ចប់ត្រូវទៅពនួតជាតារាព្រោះហើយនោះបើទុកជាលោកអ្នកទៅគេខុសទៅគេថាចតុឧទ្ធាពីនឹងអត់តទៅនោះប៉ុន្តែអ្នកអានដែលយល់ហើយកុំអានចតុភាគ2ហ្នឹងកុំអានចតុភាគ2មិនមែនខ្លាំងទេតុនោះឲ្យថាចតុភាគ2ឲ្យធ្ងន់បន្តិចចតុភាគ2ចតុភាគ2ក្រុងចតុមុខក្រុងចតុមុខសំខាន់ក្រុងចតុមុខយូរគេឲ្យថាក្រុងចតុមុខហើយក៏មកមានជើងគឺទៅអសរចតុនៅពីលើសំគ្រាបប៉ុណ្ណឹងទៅអស់ចប់សូមបងអង្គចាក់នឹងឲ្យយូរនោះសូមបងអង្គថាចាក់តោភាគ2នោះដែលយើងអានខ្លះនេះថាចតុភាគ2ឲ្យអានថាចតុភាគ2ចតុភាគ2ចតុភាគ2ប៉ុន្តែចតុភាគ2ឲ្យអស់លោកខ្លះដូចអានចតុភាគ2មានលោកបងអង្គចាក់ណាទៅវិញចតុភាគ2នេះរឹកទៅទៅចតុភាគ2ដល់ថ្ងៃហ្នឹងនៅចតុភាគ2ត្រីភាគ2អីដែលមានជំនុំសន្និសីទមួយប្រទេសអីចឹងគេហៅថាចតុភាគ2ហ្នឹងព្រោះមនុស្សចតុភាគ2វាទៅជាចតុភាគ2សំខាន់ណាស់ទៀតចតុភាគ2ចតុភាគ2ក្រុងចតុមុខតែប៉ុណ្្នឹងបានចតុមុខសំហាចាក់តោយូរចង់ចាក់ទៅមិនបានចាប់កាន់ប៉ុណ្ណឹងដល់ម៉ោងហើយយើងដល់គួរទៅសូមអរគុណណែសូមជំរាបកំអាក់បិទសូមជំរាបលោកកៅជុំលោកកៅជុំខាងពោធិ៍សាត់គ្រូជំនាញពោធិ៍សាត់សូមជំរាបលោកកៅជុំលោកកៅជុំខាងពោធិ៍សាត់គ្រូជំនាញពោធិ៍សាត់សូមជ្រាបទៀតទៅបើយើងបានមានទៅស្រាក់អីហើយថានៅមានការឆ្ងាយឆ្ងល់សូមឲ្យទៅធ្វើទៀតប៉ុន្តែតដល់ឲ្យហួសហេតុទេអានឹងតទៅចោលទៅខុសហ្នឹងកុំទៅធ្វើមកទៅធ្វើតែល្មមដោះស្រាយទៅឲ្យអស់លោកអ្នកស្ដាប់ដូចយល់ថាជាការប្រកបីការគួរមែនមិនខុសទេឬអ្នកបន្ថែមទៅស្រាក់ឪហ្នឹងរៀននំពីដើមហ្នឹងអីវិករីលឹកលឺអៅខ្លារៀនពីដើមអញ្ចឹងមានអុកអៅរឹកស្ដាប់អុកស្ដាច់ណាបានជាមានចាស់ពីដើមទៅគេអុកញ៉ាគឺទៅគេអសអ៊ូធំហ្នឹងអសអុកហ្នឹងដូចគេដាក់សក់កទៅលើហ្នឹងគេអានអុកពីចឹងហ្នឹងយកចំណេញមកទៅគេស្លាក់អុកធំហ្នឹងហើយក៏បានដាក់សក់កទៅលើមកអានអុកមិនបាច់ទៅគេកបកបទេហើយអ៊ូហ្នឹងគឺគេអុកអញ្ចឹងគេដាក់វ៉ទៅពីលើហ្នឹងតងក់ទៅលើហ្នឹងវ៉ទៅទូវ៉ឲ្យអានអ៊ូទៅមកកុំឲ្យជើបំបាច់យកអុកដាក់វ៉មកហ្នឹងសំជ្រាបទៅខាងមុនទៅលើដូចទីប្រុកហ្នឹងវ៉ទេហើយគេបាច់ប្រកបគឺថាអ៊ូហ្នឹងតែមួយម៉ាត់មិនប៉ុណ្ណឹងទេព្រោះពាក្យហ្នឹងមានប្រើរឿយរងទៅណាមានតែប៉ុណ្ណឹងដូចអីយ៉ាងដែរអីដែលយើងធ្វើជួដូចជាកដូចតែបានយើងដាក់ជើងឈរពីក្រោមហ្នឹងគេអានអីដែរអាហ្នឹងគេសម្រាប់ប្រើអីដកអីដកកាលនោះអីដាក់កាសអីចឹងហើយមានពាក្យដែលដន់មាត់វាជាថាអីយ៉ាអីហ្នឹងគឺទៅអាហ្នឹងបានមានតែប៉ុណ្ណឹងដូចច្រើនបានគឺគេមិនរាប់បញ្ចូលទៅក្នុងស្រាក់ពួកដែលច្រើនខ្ញុំជ្រាបទៅចប់តែបដីព្រះបរមនាមជួនណាតជោតញ្ញណោព្រះសង្ឃរាជគណៈមហានិកាយ
ទូលព្រះបង្គំជាខ្ញុំឈ្មោះប្រាក់ខុននាយកសាលាបំពេញវិជ្ជាវត្តដំរីសទីរួមខេត្តបាត់ដំបងមានសេចក្តីនឹកអាឡោះអាល័យសោកស្ដាយយ៉ាងក្រៀមក្រំបំផុតចំពោះសម្ដេចជាអម្ចាស់ដែលជាអគ្គមហាបណ្ឌិតទ្រង់បានបម្រើជាតិសាសនាឥតនឿយណាយព្រះកាយពលដរាបដល់អសាស័ព្ទបសាស័កចិញ្ចាព្រះកាយទ្រង់សោយព្រះទីវង្គតរលត់សង្ខារនៅថ្ងៃប្រហោះ14កើតខែភទ្របទឆ្នាំរកាឯកស័កពុទ្ធសករាជ2513ត្រូវនឹងថ្ងៃទី25ខែកញ្ញាគ្រិស្តសករាជ1969វេលាម៉ោង20:20នាទីនៅមហាកុដវត្តឧណ្ណាឡោមក្រុងភ្នំពេញក្នុងព្រះជន្មាយុគម្រប់86ឆ្នាំគត់